ខ្មែរក្រដោយសារខ្មែរបែកបាក់គ្នាទេតាដោយសារខ្មែរប្រទាំងបន្ទុះរឿងជំនឿហើយលុបបំបត្តិជំនឿហ្នឹងឯតាយើងជំរឿទស្សវត្សទី60អាដាមសម្បូរជំនឿទេកាលនោះសម្បូរឯងសំបីតែបកូនណាបីដាក៏ព្រះអង្គដើរបួងសួងតាមព្រំដែនដែរហើយតើកាលនោះយើងអន់ថយឬយ៉ាងម៉េចតែយើងមិនអន់ត្រឹមណាអន់ត្រឹមអាវាយវត្តចោលនេះដើមហេតុមកពីអីដើមហេតុមកពីលុបបំបត្តិជំនឿហ្នឹងហើយថាវាមិនត្រូវទេតែវាមិនចេះទេមិនចោះទេវាមិនផេះទេវាមិនខ្មោចទេចុងក្រោយសូម្បីតែព្រះពុទ្ធបដិមាក៏ហៅថាខ្មាំងដែរចុងក្រោយវាបាត់អាស្អីដែលជារបស់យើងសឹងតែអស់ទៅព្រោះអីព្រោះដោយសារការលុបបំបត្តិជំនឿអីហ្នឹងហ่ะតែបើសិនជាមានជំនឿយើងមិនសមណានឹងធ្លាក់ខ្លួនដល់សម័យនោះទេហើយឥឡូវរឿមប្រឹសមកវិញហើយខ្ញុំកណាខ្ញុំសូមយកវេទិកានេះផ្ដាំផ្ញើថាមិនមែនឲ្យយើងទៅជ្រុលងប់ក្នុងជំនឿទេគ្រាន់តែចង់ឲ្យយើងកុំប្រទាំងប្រទេសប្រកែកប្រណាំងរកខុសរកត្រូវក្នុងជំនឿអីព្រោះបើរកខុសរកត្រូវអាត្រូវមិនសូវឃើញទេគឺឃើញតែខុសហើយខ្ញុំបកណាខ្ញុំអត់មែនអ្នកជ្រុលនិយមទេមិនមែនគ្រូស្រោចទឹកស្ដោះផ្លុំខ្សែចកេះខ្សែកថាឬក៏មិនមែនអ្នកដែលប្រកាន់យកឲ្យត្រង់ត្រូវតាមផ្លូវណាម្ខាងទេខ្ញុំបកណាខ្ញុំនៅកដាលព្រោះអីខ្ញុំកណាខ្ញុំបួសនេះឲ្យទិសចំពោះពុទ្ធសាសនាអញ្ចឹងពុទ្ធដីកាមានប៉ុណ្ណាខ្ញុំកណាសិក្សាស្វែងរកតាមជាក់ស្ដែងតែឈាមពិតពូជពិតកំណើតពិតខ្ញុំកណាខ្ញុំខ្មែរអញ្ចឹងបើបុរាណរបស់ខ្ញុំកណាដូនតាខ្ញុំគាត់មានអីខ្ញុំកណាខ្ញុំក៏ថែរបស់គាត់អញ្ចឹងដែរអញ្ចឹងហើយទើបខ្ញុំកណាខ្ញុំសង្គ្រោះដល់វប្បធម៌ខ្ញុំកណាខ្ញុំសង្គ្រោះដល់ប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្ញុំកណាខ្ញុំខ្លាចវាបាត់ខ្លាចវាបង់កុំឲ្យប្រទេសនេះយូរទៅលែងមានក្បួនលែងមានខ្នាតខ្លួនឯងទៅយកតែរបស់គេមកប្រើហើយខ្ញុំកណាខ្ញុំតាំងបួសមកទំទូលពិតថេរដីកាបៃតាសង្ឃនឹងពីគណៈក្នុងខេត្តដ៏មានជ័យថាខ្ញុំកណាបួសនេនបួសធម្មយុត្តដល់តែបំពេញភិក្ខុហានិកាយខ្ញុំកណារៀនទាំងពីរសងខាងអញ្ចឹងហើយអត់ប្រកាន់យុត្តប្រកាន់កាយទេបើទៅជួបយុត្តក៏សូត្រធម៌យុត្តជួបកាយសូត្រធម៌កាយអត់ប្រកាន់ចេះទាំងពីរហ្នឹងឧបជាខ្ញុំកណាទាំងពីរគណៈទាំងមហានិកាយទាំងធម្មយុត្តសឹកតែបុរាណជើងចាស់ហើយដល់ខ្ញុំកណាខ្ញុំម្ចាស់គោរពតាមបុរាណជើងចាស់មកដល់រងហើយសុខហើយចម្រើនទៀតព្រោះអីព្រោះខ្ញុំកណាខ្ញុំគោរពជឿជាក់តាមបែបដូនតាគង់តទេវតានឹងជួយជ្រោមជ្រែងគុតគង់ប្រយោជន៍ឲ្យទេហើយបើលោកគ្រប់ព្រះអង្គប្រគុណណាគុណម្ចាស់ញាតិញោមគ្រប់រូបគោរពប្រណិប័តអញ្ចឹងដែរទៅលែងអីនឹងសុខអញ្ចឹងដែរទេលោកគង់មកចម្រើនអញ្ចឹងដែរទេក្នុងបរិវេណនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យនេះទាំងមូលប្រកបដោយមហានខត្តរិទ្ធដល់កក្រឹកកក្រែងអធិកអធមកាលណាយើងគោរពយើងជឿតាមនៅពាក្យចាស់ដែលលោកបានដំណាលបានប្រាប់បានប្រែប្រង់តម្រង់ឲ្យយើងហើយសេចក្តីចម្រើនតែងមានដល់យើងឧទាហរណ៍យ៉ាងដូចជាបញ្ហាជំនឿជាដើមបញ្ហាជំនឿមិនដែលធ្វើឲ្យមនុស្សឆ្លោះតោះតែងឬកើតជាទុក្ខលំបាកកើតភាពចង្រៃវិនាសអីឲ្យដល់សង្គមនៃមនុស្សជាតិទេតួយ៉ាងដោយប្រទេសកម្ពុជាយើងជាដើមជាប្រទេសដែលសម្បូរបែបដោយអរិយធម៌វប្បធម៌ប្រពៃណីទំនៀមទម្លាប់និងអក្សរសាស្ត្រអក្សរសិល្ប៍បរិបូរណ៍ដោយចម្រុះសាសនាដូចឧទាហរណ៍ជាក់ស្ដែងក្នុងបច្ចុប្បន្ននេះយើងមានសាសនា3ដែលយើងបានឆ្លងកាត់មកជាប្រវត្តិសាស្ត្រមានសាសនាព្រលឹងមានសាសនាព្រាហ្មណ៍មាននៅពុទ្ធសាសនាហើយសាសនាទាំង3នេះកើតឡើងលំហូរចូលវិលទៅវិញទៅមកក្នុងប្រទេសរបស់យើងក្រោយមកដោយសារតែមានការប្រកាន់ដោយជំនឿសាសនាដោយលទ្ធិសាសនាខុសប្លែកពីគ្នាចម្លែកប្លែកពីគ្នាប្រកាន់មាំដោយជំនឿដោយទស្សនៈរៀងខ្លួន
ទើបធ្វើឲ្យមានការបែកបាក់គ្នាមិនតិចសានោះទេរំលងដោយឃើញហេតុបែបនេះទើបបណ្ឌិតអ្នកប្រាជ្ញរបស់យើងលោកព្យាយាមពង្រួមនៅសាសនាទាំងអស់នេះឲ្យចូលទៅក្នុងចង្កោមតែមួយបានន័យថាមានព្រះពុទ្ធសាសនាជាប្រធានតែព្រះពុទ្ធសាសនានោះអាស្រ័យឫសមែកធាងមានលាយដោយចម្រុះសាសនាដែលមាននៅលើទឹកដីសវណ្ណភូមិនេះយើងកុំប្រកែកប្រណាំងគ្នាថាធ្វើបែបនោះមានខ្លឹមសារធ្វើបែបនោះឥតខ្លឹមសារវត្ថុនោះត្រូវវត្ថុនោះមិនត្រូវអ្វីកុំមានសេចក្តីប្រកាន់បែបដូចនេះឡើយវាពិតមែនហើយសារៈសំខាន់ខ្លឹមសារវាស្ថិតនៅនឹងរូបចេតសិកព្រះនិព្វានអារម្មណ៍ដែលជាតួខ្លួនបុគ្គលម្នាក់បានសន្សំហើយមាននៅមជ្ឈិមាបដិបទាជាមគ្គប្រកបដោយអង្គក្នុងផ្លូវដែលទៅកាន់អមតៈរស់ពលគឺព្រះនិព្វានតែខ្ញុំបកណាខ្ញុំម្ចាស់សូមសួរយើងទាំងអស់គ្នាថាតើប្រកាសឬថាយើងទាំងអស់គ្នានឹងបើកផ្លូវព្រះនិព្វានក្នុងជាតិនេះបានប្រកាសណាស់ថាទាំងព្រះសង្ឃទាំងព្រះសក្តិទាំងខ្ញុំកណាខ្ញុំទាំងលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់លោកដែលនៅខាងមុខគឺនឹងមិនអាចបើកផ្លូវព្រះនិព្វានក្នុងជាតិនេះបានទេអញ្ចឹងហើយដើម្បីកុំឲ្យវាមានមន្ទិលសៅហ្មងយើងគ្រាន់តែមានពុព្វចេតនាប្រាថ្នាលើមជ្ឈិមាបដិបទាឆ្ពោះទៅកាន់ទីរំលត់ទុក្ខសន្សំនៅអភិនហាបារមីសន្សំនៅមហាបារមីឲ្យគ្រប់ឲ្យចប់ឲ្យស្របឲ្យបាច់នៅក្នុងបារមីដែលត្រូវសន្សំហើយប្រាថ្នាអធិដ្ឋានសច្ចាសូមឲ្យទាន់នៅព្រះដ៏មានពុទ្ធអង្គណាមួយខាងក្រោយបានស្ដាប់ពធព្រះអង្គហើយបានរួចចាក់ទុកទៅនេះជារឿងដែលយើងគួរធ្វើគួរសិក្សាយើងអាចទៅសិក្សាគម្ពីរប្រត្រៃបិដកគម្ពីរព្រះអដ្ឋកថាគម្ពីរព្រះវិសុទ្ធមគ្គគម្ពីរដីកាផ្សេងដើម្បីចម្រើនជាពុទ្ធិក្នុងការអប់រំទូមានខណ្ឌសន្តានរបស់យើងឲ្យឆ្ពោះទៅកាន់ផ្លូវដែលប្រកបដោយមគ្គនិងមជ្ឈិមាបដិបទាដ៏ត្រឹមត្រូវតែទន្ទឹមនឹងនោះយើងមិនគួរបដិសេធដោយក្បួនដោយខ្នាតដោយជំនឿនិងសាសនាដ៏សម្បូរបែបដែលកើតមានក្នុងសង្គមកម្ពុជាយើងទេយើងគិតមើលដោយសារតែការហែកហួរគ្នាទាញមកខាងឲ្យដាច់ពីគ្នានេះហើយទើបធ្វើឲ្យសង្គមយើងធ្លាក់ចុះដោយពិធីបុណ្យបច្ចុប្បន្នមានការបលីដោយទេវតាបលីជាដើមគឺជាការលំអគ្នាទៅវិញទៅមកសបញ្ជាក់ឲ្យឃើញអំពីប្រពៃណីនិងវប្បធម៌ទៅវិញទេបកុណាគុណម្ចាស់គ្រប់ព្រះអង្គទីគោរពសក្ការៈដោយសារតែការហែកហួរគ្នាប្រទៀងប្រទះគ្នាដោយជំនឿនេះហើយទេពសប្ថ្ងៃក្បួនខ្នាតខ្មែរត្រូវបានធ្លាក់ចុះជំនួសមកវិញដោយក្បួនខ្នាតបរទេសឥឡូវអាចារ្យខ្មែរបើក្រុងប៉ូលីក៏ត្រូវបានគេកំណត់ម៉ោងពីចិនសែមកដែរតែលើខ្មោចដាក់មកឈូសហ្នឹងក៏ត្រូវការម៉ោងពេលវេលាពីចិនសែមកដែរហេតុអីបានធ្វើអញ្ចឹងមកពីម្ចាស់បុណ្យគេតម្រូវឲ្យអញ្ចឹងចុះហេតុអីបានម្ចាស់បុណ្យតម្រូវឲ្យអញ្ចឹងមកពីម្ចាស់បុណ្យមិនដឹងជឿមួយណាបើខ្មែរមកបាក់ថាកុំធ្វើអញ្ចឹងវាមិនត្រូវទេមិនបាច់ប្រកាន់ក្បួនប្រកាន់ខ្នាតអីទេដល់មកខាងទៀតថាត្រូវតែប្រកាន់ដល់តែខ្មែរអ្នកឆ្លោះគ្នាបានផលតាមពិតក្បួនខ្នាតខ្មែរល្អឥតខ្ចោះណាស់ខ្ញុំគណាខ្ញុំពិនិត្យមើលទៅមានចប់សពគ្រប់អស់រឹកពេលវេលាម៉ោងមង្គលដែតលិចជាអ្នកខន្តរឹកជាមិនអ្នកខន្តរឹកជាកាលកិណីជាជោគជារិស័យមិនមែនជាជោគមិនមែនជារិស័យអីមានទាំងអស់តែហេតុអីបានយើងធ្លាក់ចុះអន់ខ្សោយមកពីយើងឆ្លោះគ្នាថាឆ្លោះគ្នានឹងក្បួននឹងខ្នាតក៏ឆ្លោះទៅចោះសម្ដេចព្រះសង្ឃរាជជួនណាតព្រះអង្គខំពង្រួមឲ្យមានអ៊ិមេហេតិបាធុបាតិសក្ការេនឹងឡើងព្រះអង្គថាសាសនាមួយគេប្រកាន់ការបូជាបែបនេះបែបនោះទៅអញ្ចឹងកុំអោយឆ្លោះគ្នាព្រះអង្គថាអោមានការបូជាទាននឹងធុបអីចឹងទៅដល់តែសប្តាហ៍ថ្ងៃចង់អាឆ្លោះគ្នារឿងអុជទាននឹងធុបនឹងទៅទៀតសួរថាយើងកើតមកតាំងពីម៉ែពីឪយើងមកហ្នឹងកើតមកឃើញតែម៉ែឪយើងអុជធូបសំពះព្រះសំពះទេវតាមានឃើញចង្រៃឯណាអញ្ចឹងគេចាប់ផ្ដើមចោតទៀតណាមិនចង្រៃអ្ហ្មិចចេះផ្ទះចុះអាតាមផ្ទះធំផ្សារធំ
đại ọt ôi thúc phong che đai nó anh nông trồng rai mà bị thúc đai rồi giờ mày hãy ôi tập prăng luộc nia rương chùm nưa nâng sát na nâng tất tiết tư à lâu bộ sân chia bạc cây nia rương rô khô rô trâu chân à lâu nhóm một na nhóm lược hai khô hồng trâu ấy khơi đây mà đòn đây đôi chỉ tam vọt vọt phò ra bay đa sang tăng pi cái na cái đây vọt nhóm của na nhóm cái đây bọt về hà nội côn krong sọc cái đây à lâu vì hía thì thưa vì hía hái đại này không nặng đại bát mình dân hai xua thay chùm lạ các bác tầng nâng ban từ nam mau ban tí chùm lạ và sát mình dân mình vô buồn nạt ni tê ni plương ni vô xây nó vô pi chùm lạ và sát vô mặt vừa vọt cho chùm lạ và sát nông đây cái thưa nó cái thưa ở tư chùm pô pô ta sát na rồi chùm pô prom mạnh sát na bao này dây ở trắng từ cái thưa ở tư chùm pô prom mạnh sát na tê chân vật thổ nông chia vật thổ là bao prom mạnh sát na tê chân vô mặt thừa vọt thừa bờ tha miền xả rạ thế lốp cầm bắt các bác nông là bị vót đúng không bờ tha thử thưa bị hía thưa ta sẽ đau là luôn đấy bọ ta Cipro đôi nâng ti tham ca cho nó bán mắt được bắt các bác tam chạy đây tam bị hía tam ấy thế của nông chia là bao prom mạnh đó mình chân chân mình để anh năng bờ sân hình dây rồi khó rồi trời cười mình nè clown vía vót nó đã chấm lại đã các bạch phong nữa nè bạch phong proman như thế đọc cho là cho chân nâng bờ xuộc nè rồi khó rồi trời aoแต่โรนtinh tiết công tha lai thục tiên cái bẩm bát chấm nưa bờ bay nay chấm liêm chấm lọp cái bẩm bát tại các bạch tam vót công thật là ngày nào mới cái bẩm bát đấy thì pro hẳn năng chia là bọ ất xả ra năng bà dưỡng sluộc ní rướng nụ chỉ là bọc bồm mánh nụ chỉ là bọc bột sạch nà nụ miền xả rạ nụ mình miền xả rạ tại sao thả dương thưa chẳng bàn thế dương thưa mình bàn thế pro vật thhộ tầng ơn đi vì ruột mau chỉ môi khía tăng vì môn dương cao tật tiết môn mà đai dương cao tật tiết môn chỉ đôn dương cao tật tiết môn chỉ tuốt chỉ luốt chỉ lia dương cao tật tiết cứ cọt vơ Samarana cam sau có đông Romani và cam này Sasna tầng ơn nâng ở châu khía tăng vì du năm mà hai dương mà rồi khó rồi trâu ấy không sẽ may ở lâu nhé bộ ruột mau tăng chỉ môi khía vì du năm thì hai mấy có mình bận to ở ruột nơi chỉ môi khía tật tiết tới vì mình sóc tầng son khang cái hai thế hai nhom một con na nhom hai ấy bàn chết tận lương từ tôi riêng nâng từ đây mà này dễ rồi nhom một con na nhom bờ rom từ vinh thế tha bóp bẹ bờ rò dứ pi mở rồi năm mà pon năm môn lục ban bằng rúm sasna ở rùm khni chùm nứa một đằng sasna tranh chia tầm liêm tầm lóp ở bên này bần to nứ rục hiệp chia ở đây giật thua dần tràn sầm bộ bài mà ở dư thời dương bàn vô rồi bao tầng óc đó từ bồng hang tật đang ở bị phục lục bằng khơi thà dương biên vấp thua ở đây giật thua chùm na ta dương sắp ngày nè mình đăng thà nâng tục ở vây ở đọc mấy mà rồi năm cào tê bà hai tao xong bây tờ tiền thu có lượng mà chưa khnia đá nó miền flop lư dân đấy lư để chưa khnia rừng thu đồng tiền đấy cho chấm năng được hả ha từng nẹt lụn đá tiền nẹt pra tròn cha tực hồ lử đây nẹt pra tròn mấy đầy hồ lử tực nhom còn na nhom mình men tha ngủ ngư ngục ngô từ lừa vây môi tê con từ trong lừa hai pal mà ở khơi chân bà hiên từ rô kho rô tới được nhom còn na dây mình chân công tha laiแต่เนี่ยลุเตียนเนี่ยลุทุกเนี่ยเธอสะท้อบายไส้เอกดัดปูตอนที่เชียงจำละก็ดัดปูได้พวกเจ้าทานน้องหลับพรมหันได้อ่ะเราเกี่ยมตอนเจ้าเต้แต่เอาแต่น้องคนนี้เราเข้าเราเต้าได้เจ็ดได้ดาวตำหนักกานั่นนี่มันจะไอ้ดำลมเตียวกาดเมาอายุปัจจัยหายกาดเมาเคยมาได้พวกไอ้ดำลมจมเตียไอ้ทุกอ่ะให้อ้อยตั้งแต่ปีโกนกะสิกอละโหดยังไอ้ดำไอ้กาสมาชิกประสิทธิ์เพียรกระอาบาร์แค่เทียนดีสมัยแต่ปกติจ้าก็พระองค์ก็กำลังจำกันนำเชื่อท่าอ้อยทุกไอ้เตียนต้นการประเมกุลต้นการตั้งปีบุญเน้นละโหดดาวการประเมกุลไอ้หายจังไรปีน้ำเมาอัดเด้วิจิตรไรเพียบนั่งจุ่มเนื้อบะซันจะเกิดไอ้ทุกบันให้แบบบ้านไอ้เก็บบันเตอร์กรมแต่เจเคกรมแต่ชลวงเกเนาะให้ลบประบัดอ่ะไม่ให้แต่ลบประบัดจะนั่งแต่ชลวงเนี่ยทียื่นมือสมัยลูกโปดนั่นนะเมียนจุ่มเนื้อไอ้นั่งสักตาอบรมมาปะปนน้องเฮยนะเนื้อแต่ลุยกัดอากาศเทียงแคดยังมาเธอทุกไอ้เดียดแม่เนี่ยน้องสมัยได้เกะโคเข้าปนน้องพ่อให้ยื่นกระเลงมือแล้วแค่ดอเมียนเจ๊จอบหนึ่งปรุงแดนไทย
សួរថាប្រទេសថៃជាប្រទេសបិទសិទ្ធិក្នុងជំនឿអាចជាច្រើនសម្បូរបែបជាងយើងទៅទៀតតើប្រជាជនគេសេដ្ឋកិច្ចគេវាអន់ថយជាងយើងឬយ៉ាងម៉េចគឺគ្រាន់បើជាងយើងឆ្ងាយណាស់ក្នុងអំឡុងបច្ចុប្បន្នព្រោះគេបើកសិទ្ធិក្នុងការគោរពជឿទៅធ្វើអីកើតក៏ធ្វើទៅហើយវត្តក្នុងស្រុកថៃមិនមែនតែដាក់តែពុទ្ធបដិមាទេពុំមាននេះមាននោះដល់តែដាក់ទៅវាល្អផ្លែកភ្នែកយើងនឹងចាប់ផ្ដើមទិញសវត្តទិញធัวទៅលេងវត្តគេវត្តខ្លះគ្រាន់តែមួយថ្ងៃរកបាន$70000ពីការលក់សម្បត្តិឲ្យភ្ញៀវទេសចរចូលសួរថានោះវិនិច្ឆ័យឬមិនត្រឹមតែចម្រើនដល់វត្តទេចម្រើនដល់សេដ្ឋកិច្ចជុំវិញនឹងវិញព្រោះថារឿងជំនឿរឿងប្រពៃណីនេះហើយវាជាដួងព្រលឹងផ្សំឲ្យរបស់ទាំងអស់នោះរស់រវើកដូចជាសំណង់អាគារពុទ្ធសាសនាស្ដីបើអត់មានជំនឿអត់មានប្រពៃណីទៅក្នុងនឹងទេគឺអត់រស់រវើកទេអញ្ចឹងបើសិនជាធ្វើវត្តនឹងមួយហើយទៅវាមានការចូលទៅគោរពបួងសួងបន់ស្រន់អីខ្លះទោះទៅវាមិនបានផលអីក៏វាបានធ្វើឲ្យទីកន្លែងហ្នឹងមានភាពរស់រវើកដោយជំនឿសាសនាហើយមនុស្សវាមានទិដ្ឋភាពខុសគ្នាវាមានវិស័យខុសគ្នាដូចការអុជធុកបួងសួងបន់ស្រន់អញ្ចឹងអ្នកខ្លះគាត់វាអត់កូនដល់តែគាត់អុជធុកបួងសួងទៅគាត់វាបានកូនអញ្ចឹងបើគាត់បួងសួងហើយគាត់បានកូនឲ្យគាត់បួងសួងទៅកុំតែរករឿងគាត់ធ្វើម៉េចបើគាត់សុំប្តីគាត់7 8ឆ្នាំវាអត់បានដល់តែគាត់ទៅសុំទេវតាអស់ចេកមួយស្និតវាបាននោះហើយគាត់សុំទៅហើយយើងអ្នកសុំមិនបានយើងកុំតែតេះដៀលអ្នកដែលគេសុំបានព្រោះអារឿងសុំវាមានខាតបង់ប្រយោជន៍ឯណាដូចគេសុំទានអញ្ចឹងណាបើគេសុំបានឲ្យគេសុំទៅតែគេសុំលែងបានយូរគេឈប់សុំខ្លួនឯងហើយមិនអញ្ចឹងហើយបើយើងទៅចម្រងចម្រាស់ប្រទាំងប្រទេសក្នុងកំឡុងពេលដែលគ្នាសុំវាកើតអីវាកើតការឆ្លោះគ្នាការមិនស្របគ្នាហើយខ្ញុំកណាខ្ញុំអត់យកអ្នកក្រោយធ្វើជាត្រីមុខទេខ្ញុំកណាខ្ញុំសុំយកអ្នកមុនជាត្រីមុខហើយខ្ញុំកណាខ្ញុំអង្គុយពីទីនេះទៅរលឹកទៅក្រោយវិញថាសម័យសតវត្សទី11 12ដូនតាខ្ញុំកណាខ្ញុំគាត់មានទាំងពុទ្ធសាសនាបែបវិជ្ជរយានផងគាត់មានទាំងព្រហ្មញ្ញសាសនាផងគាត់មានទាំងជំនឿព្រលឹងដូនតាផងប្រទេសយើងកាលនោះរុងរឿងដោយចម្លាក់ប្រាសាទវិសាលភាពទឹកដីធំទូលាយប្រជាពលរដ្ឋរស់នៅសុខដុមរមណីយកម្មផ្នែកជំនឿនិងសាសនាបន្សល់ទុកឲ្យបាននៅចម្លាក់ក្បូរក្បាច់ដ៏វិចិត្រវប្បធម៌ប្រពៃណីអក្សរសាស្ត្រទំនៀមទម្លាប់បន្សល់ឲ្យបាននៅល្បែងល្បាំចម្រៀងមហោរីភ្លេងក្បាច់គុណច្រើនសម្បូរបែបទុកមកឲ្យយើងហើយបើគាត់គោរពអង្គការនោះវាខុសតើយើងក្រាន់បើជាងគាត់ឬគាត់ខាងហ្នឹងក្រាន់បើជាងយើងបើគាត់ខាងហ្នឹងក្រាន់បើជាងយើងអាម៉េចយើងថាគាត់ខុសយើងគិតបន្តិចទៅណាដូចជាបញ្ហាចូលឆ្នាំចឹងរឿងចូលឆ្នាំ3ថ្ងៃទេវតាមិនចុះក៏ស្រេចទៅទេវតាទៅយើងអុជធូបអុជទៀនទៅទិញផ្លែឈើដាក់តុណាំងផ្ទះហ្នឹងក៏ជាទំនៀមទម្លាប់ប្រពៃណីរបស់យើងចាស់ខែចែកចែកឆ្នាំចាស់ដាច់ស្រឡះចូលឆ្នាំថ្មីប្រជាជនប្រុសស្រីទុកដាក់ពលីកាផ្ទះជនបទណាបើគុំតែមានពាក្យថាចូលឆ្នាំមួយម៉ាត់ណាម្លេះមួយឆ្នាំមិនទាន់បោកពេញទៀងផ្ទះម្ដងទេដោយសារតែលឺថាទេវតាចុះថ្ងៃចូលឆ្នាំហ្នឹងហើយបានខំនាំគ្នាទៅបោកតាំងពីទ្រង់មន់ទ្រង់គោក្រោមផ្ទះលើផ្ទះហ្នឹងអានេះខ្ញុំកណាខ្ញុំឃើញអញ្ចឹងឥឡូវខាតឬចំណេញតាហើយផ្ទះខ្លះគាត់ជីវភាពមិនសូវប្រសើរគាត់មិនសូវបានយកចិត្តទុកដាក់អីផងនំចំណីមិនសូវបរិបូរទេហើយយើងក្មេងពីដើមវាអត់ឃ្លានណាវាមានតែនំសម្បូរបែបអីដូចសពថ្ងៃមើលតែស្វាយឆ្អេះមួយងើយចង់បាក់កមិនហ៊ានឡើងបេះទេខ្លាចខ្មោចព្រោះស្វាយយើងពីដើមមិនមែនដើមប៉ុណ្ណេះអីចាស់ថ្លៃហើយដើមសឹកតែ3 4អោបហើយដុះច្រើននៅក្នុងភូមិចាស់ទៀតហើយភូមិចាស់ល្បីតែខ្មោចលងអញ្ចឹងហើយរត់ទៅមិនហ៊ានឡើងលើទេខ្លាចពងឡើងណាប៉អើលអីតិចទៅរត់ចោលគប់អ្នកដែលគេគប់ត្រង់ទៅគេគប់បានឆាប់បានហូបទៅឯងអ្នកគប់ត្រង់ហ្នឹងងើយចង់បាក់កតម្រាំតែបានមួយផ្លែហើយអសូរតែឆ្ងាញ់ម្ចាស់ថ្លៃហើយជូតែចេះតែនាំគ្នាត្រឹមតែពោះអីពោះស្រុកយើងកាលហ្នឹងវាអត់មានវាអត់សម្បូរបែបឥឡូវដល់តែមានចូលឆ្នាំហ្នឹងទៅអន់ណាស់ម្ដាយឪពុកគាត់ធ្វើនំធ្វើណែទិញនេះទិញនោះយកមកដាក់តាំងទៅបើមិនបានទេវតាសើក៏បានអ្នកក្នុងផ្ទះហ្នឹងឌុកថៃដែរអញ្ចឹងរឿងចូលឆ្នាំ3ថ្ងៃនេះបើទេវតាមិនចុះក៏ហីទៅយើងគោរពប្រពៃណីយើង
ឲ្យតែបានទៅវាចាំបាច់ទៅរកខុសរកត្រូវអីនឹងរឿងប៉ុណ្ណឹងមានតែខាតអីមកដូចជាមិនឃើញខាតទេចូលឆ្នាំម្ដងរៀបចំពលីការទុកដាក់ផ្ទះសម្បែងមកនាំសេរីសួស្ដីជុំកូនជុំចៅអាបងប្អូនណាមិនដែលនៅចិត្តគ្នាដល់ថ្ងៃចូលឆ្នាំឃើញមិននៅចិត្តគ្នាជុំគ្នាអស់ណែកូននៅពេញម្ដាយពុកនៅឧត្តមមានជ័យបើគុំតែមានចូលឆ្នាំគេមិនជិះមកលេងទេមែនណាអាហ្នឹងរឿងចូលឆ្នាំមួយទៀតរឿងភ្ជុំបិណ្ឌ15ថ្ងៃប្រែតចេញមកស៊ីបាយបិណ្ឌក្តីមិនចេញមកស៊ីបាយបិណ្ឌក្តីរឿងរបស់ប្រែតទេតែយើងប្រពៃណីទៅវត្តទៅវាដាក់បាយបិណ្ឌស្ដាប់បារាយើងថែរក្សាប៉ុណ្្នឹងឲ្យតែបានទៅវត្តយើងពីដើមប្រគុណណាម្ចាស់ក៏ព្រះអង្គញាតិញោមទាំងឡាយជ្រាបថាមកភូមិមកវេនអញ្ចឹងហ៎អញ្ចឹងអ្នកណាកាន់វេនអ្នកនឹងគេដាក់បាយបិណ្ឌមកគ្រួសារអត់ទាំងអស់ដល់មកកំប៉ុងផងទេបើនិយាយឲ្យមែនតែនទៅនោះហើយមួយឆ្នាំតែម្ដងនឹងទៀតតើអាត្រឹមចំណុចប៉ុណ្ណឹងឯងធ្វើឲ្យខ្មែរក្រអត់ទេក៏សប្តាហ៍ថ្ងៃ1គីឡូ1200ហើយ1គីឡូបានច្រើនកំប៉ុងដែរបានប្រហែល4ណា4កំប៉ុងអញ្ចឹងបើបោះបាយបិណ្ឌ12ចែក4ទៅបើអស់400អញ្ចឹងមួយឆ្នាំបោះបាយបិណ្ឌអស់400រៀលហ្នឹងប៉ុណ្ណឹងធ្វើឲ្យខ្មែរក្រឬយ៉ាងម៉េចមិនទេខ្មែរក្រដោយសារខ្មែរបែកបាក់គ្នាទេចាដោយសារខ្មែរប្រទាំងបន្ទុះរឿងជំនឿហើយលុបប្រមាត់ជំនឿហ្នឹងឯតាយើងជំរឿទស្សវត្សទី60អាដាមសបោជំនឿទេកាលនោះសបោឯងសំបីតែបកូនណាបីដាក៏ព្រះអង្គដើរបួងសួងតាមព្រំដែនដែរហើយតើកាលនោះយើងអន់ថយឬយ៉ាងម៉េចតែយើងមកអន់ត្រឹមណាអន់ត្រឹមអាវាយវត្តចោលនេះដើមហេតុមកពីអីដើមហេតុមកពីលុបប្រមាត់ជំនឿហ្នឹងហើយថាវាមិនត្រូវទេតែវាមិនចេះទេមិនចោះទេវាមិនផេះទេវាមិនខ្មោចទេចុងក្រោយសូម្បីតែព្រះពុទ្ធបដិមាក៏ហៅថាខ្មាំងដែរចុងក្រោយវាបាត់អាស្អីដែលជារបស់យើងសឹងតែអស់ទៅព្រោះអីព្រោះដោយសារការលុបបំបត្តិជំនឿអីនឹងហើយតែបើសិនជាមានជំនឿយើងមិនសមណានឹងធ្លាក់ខ្លួនដល់សម័យនោះទេហើយឥឡូវរឿងប្រឹសមកវិញហើយខ្ញុំកណាខ្ញុំសូមយកវេទិកានេះផ្ដាំផ្ញើថាមិនមែនឲ្យយើងទៅជ្រុលងប់ក្នុងជំនឿទេគ្រាន់តែចង់ឲ្យយើងកុំប្រទាំងប្រទេសប្រកែកប្រណាំងរកខុសរកត្រូវក្នុងជំនឿអីព្រោះបើរកខុសរកត្រូវអាត្រូវមិនសូវឃើញទេគឺឃើញតែខុសការដែលឃើញខុសនឹងធ្វើឲ្យមនុស្សបែកបាក់គ្នាលែងជឿលែងគោរពហើយតែលែងជឿលែងគោរពហើយគេលែងចង់ចូលវត្តហើយហើយមិនដឹងជាអញចូលវត្តធ្វើអីបើលោកសង្ឃឆ្លោះគ្នាដែរហ្នឹងហើយអាសូរទៅឆ្លោះគ្នារឿងអីឆ្លោះគ្នាត្រង់វត្តខ្លះរៀបបាយសីវត្តខ្លះអត់រៀបបាយសីវត្តខ្លះអុជធូបវត្តខ្លះអត់អុជធូបដល់ទៅពេលអញ្ចឹងចាប់ដើមប្រកាន់បកពួកហើយយាយមកបាក់ខាងនេះខាងចូលវត្តអុជធូបយាយមកបាក់ខាងនេះខាងចូលវត្តអត់អុជធូបដល់ទៅធ្វើកឋិនអញ្ចឹងកុំទៅហៅយាយខាងនោះយាយខាងនោះពួកព្រំមាញ់ទេចូលតាមបានអុជធូបអុជទៀននឹងវានៅមិនសុខទេពួកហ្នឹងអូកុំទៅចុកដល់ទៅយាយខាងនេះធ្វើកឋិនទៅកុំហៅពួកនោះវាខាងអាចចូលវត្តអុជធូបទេវាខាងព្រះពុទ្ធចំហើយពួកនោះដល់អញ្ចឹងវាជារូបភាពអីជារូបភាពបែកបាក់ចុះបើយើងធ្វើវត្តជាសម្បត្តិសាធារណៈបើគេអុជធូបក៏អុជទៅរឿងរបស់គេអុជទៅឲ្យតែការអុជនោះចេះទុកដាក់ឲ្យត្រឹមត្រូវកុំឲ្យតែអុជទៅណាឲ្យវាជ្រុលហុយទៅលោមក្នុងស្កុតក្នុងសាលានោះយើងរៀបចំកន្លែងឲ្យស្អាតបាតទៅបើគេចង់បូជាទៀនក៏គេបូជាទៅបើគេចង់បូជាធូបក៏បូទៅណាមិនបូក៏ហីទៅចាស់ដោយកឋិនអញ្ចឹងឆៃយ៉ាំនោះវាមិនមែនសារៈសំខាន់អីគេកឋិនតែបើសិនជាមានហើយតែបំបត្តិគ្នាធ្វើអីដោយតែកឋិនរបស់ថ្ងៃហ្នឹងអញ្ចឹងនិយាយតាឯណាគាត់ភ្លេចទៅដល់គាត់លឺស្គរកញ្ជុំក្រឹមទៅគាត់ចេះនឹកឃើញថាអូវត្តនោះធ្វើកឋិនថ្ងៃហ្នឹងឯតាអត់មានតែវត្តដែរមានបុណ្យទានអីមួយគាត់ភ្លេចទៅលឺភ្លេងពិនពៀតរោក្ដុងក្ដាំងទៅគាត់ថាអូវត្តមានបុណ្យឯតាជួយដាស់សតិអារម្មណ៍គ្នាអញ្ចឹងដែរអញ្ចឹងហើយយើងទៅឆ្លោះគ្នាក្នុងវត្តវាមិនគប្បីណាដាក់ចយ៉ាំកឋិនថាកុំទៅលោកសង្ឃទៅឡកជាមួយគេវាអត់ចេះខុសអីទេឲ្យចយ៉ាំគេអកទៅឡកតែខ្លួនគេទៅយើងនៅឲ្យតែស្ងៀមតែរឿងហ្នឹងរឿងប្រសក់គេធ្វើតែវាជាចំណែកមួយក្នុងការរក្សាឲ្យបាននៅវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ឥឡូវបើវត្តមិនថែរក្សាឲ្យកន្លែងណាថែរក្សាខ្ញុំកណាខ្ញុំសូមសួរទៅលោកទាំងឡាយវិញដូច្នេះថា
ទេមិនសួរតាណាឆ្ងាយណាសួរអ្នកនៅមុខហ្នឹងទេណាឥឡូវបើកុំតែមានកឋិនមួយឆ្នាំម្ដងឆៃយ៉ាំវាមិនដាច់ពូទៅហើយទេហីខុសពីបនកឋិនទៅណាគេយកឆៃយ៉ាំទៅលេងហើយដល់កឋិនមកឲ្យគ្នាលេងទៀតដែរវាមិនចប់ទៅហើយឥឡូវការសពថ្ងៃគេមានដៃយកពិនពៀតទៅលេងអីបើវត្តមិនឲ្យលេងតាណាលេងយើងពីដើមមានចបៃមានអាយ៉ៃតាមវត្តដល់ឥឡូវវាបាត់ទៅហើយនៅសល់ account ខ្លះបើយីគេលេងសងឃើញបាត់តាមវត្តចឹងបើវត្តមិនឲ្យលេងទៅលេងកន្លែងណាឥឡូវនេះយើងគិតមើលចេះតែអញ្ចឹងវត្តជាទីដែលថែរក្សាវប្បធម៌ប្រពៃណីនឹងឯងបើវត្តលុបបំបត្តិហើយវាអស់ដល់ទៅគេនោះថែរក្សាបានតាំងឡំប៉ាថានងវាជារបស់ខ្លួនទេអីចឹងទៅអញ្ចឹងកុំភ្លើងភ្លេចម៉ែកុំប្រែភ្លេចឪឃើញចាស់សក់ស្កើមិនសូវមើងងាយបុរាណគេកម្មយ៉ាងម៉េចចម្រើនខ្ញុំកណាខ្ញុំកាន់គោរពតាមអញ្ចឹងហើយអត់តាមអ្នកខាងក្រោយទេហើយខ្ញុំកណាខ្ញុំតាំងបួសមកទំទូលពិតថេរដីកាបៃតាសង្ឃនឹងពីគណៈក្នុងខេត្តដ៏មានជ័យថាខ្ញុំកណាបួសនេនបួសធម្មយុទ្ធដល់តែបំពេញភិក្ខុហានិកាយខ្ញុំកណារៀនទាំងពីរសងខាងអញ្ចឹងហើយអត់ប្រកាន់យុទ្ធប្រកាន់កាយទេបើទៅជួបយុទ្ធក៏សូត្រធរយុទ្ធជួបកាយសូត្រធរកាយអត់ប្រកាន់ចេះទាំងពីរហ្នឹងឧបជាខ្ញុំកណាទាំងពីរគណៈទាំងមហានិកាយទាំងធម្មយុទ្ធសឹកតែបុរាណជើងចាស់ហើយដល់ខ្ញុំកណាខ្ញុំម្ចាស់គោរពតាមបុរាណជើងចាស់មកដល់រងឯងសុកហើយចម្រើនទៀតព្រោះអីព្រោះខ្ញុំកណាខ្ញុំគោរពជឿជាក់តាមបែបដូនតាគង់តទេវតានឹងជួយជ្រោមជ្រែងគុតគង់ប្រយោជន៍ឲ្យទេហើយបើលោកគ្រប់ព្រះអង្គប្រគុណណាគុណម្ចាស់ញាតិញោមគ្រប់រូបគោរពប្រណិប័តអញ្ចឹងដែរទៅលែងអីនឹងសុកអញ្ចឹងដែរទេលោកគង់មកចម្រើនអញ្ចឹងដែរទេខ្ញុំកណាខ្ញុំសូមលើកឧទាហរណ៍សួរទៅលោកទាំងឡាយថាក្នុងប្រវត្តិសាស្ត្រពិតរបស់កម្ពុជាតើមានពុព្វបុរសខ្មែររូបតិចអ្នកណាស់ឬដែលហ៊ានលះបង់ជីវិតខ្លួនឯងក្នុងបុព្វហេតុជាតិមាតុភូមិសាសនានិងវប្បធម៌មានទេហើយច្រើនទេអញ្ចឹងអ្នកអស់នឹងទៅណាអ្នកអស់នឹងនៅនឹងព្រោះមុនសម្លាប់មុននឹងធ្វើពលីកម្មមុននឹងលះបង់សឹកតែលើកដៃបន្ទូលថាបើខ្ញុំស្លាប់ឲ្យកើតជាខ្មោចខ្មែរថែរក្សាឲ្យបានមកវិញនៅប្រពៃណីទំនៀមទម្លាប់ជំនឿនិងសាសនាអញ្ចឹងបើកុលបុត្រណាដែលគោរពតាមលំអានគាត់ឲ្យពោឬគាត់ដាក់បដាសាគាត់ឲ្យពោអញ្ចឹងចម្រើនឬមិនចំតែច្រើនហើយផែនដីដែលយើងអង្គុយនេះណែអស់លោកអង្គុយលើកំរាលព្រំនឹងមិនល្អទេនោះលោកដែលអង្គុយលើកំរាលព្រំនោះព្រំល្អជាងព្រំនេះទៀតព្រំនេះយកលុយទៅទិញតែព្រំដែលពងអង្គុយនៅនោះយកឈាមខ្មែរទៅក្រាលបានសល់ប៉ុណ្ណឹងគឺផែនដីហ៎លោកផែនដីនោះកន្លែងណាដែលអត់ប្រឡាក់ឈាមពុព្វបុរសយើងទាំងញើសទាំងឈាមសល់ផែនដីប៉ុណ្ណឹងឲ្យយើងអង្គុយចឹងបានតែខ្ញុំកណាមិនព្រមទេដីតាណាក៏អង្គុយបានដែរថុកតាណាក៏ដើរជន់បានដែរព្រោះទាំងអស់នោះក្រាលដោយញើសដោយឈាមពុព្វបុរសខ្ញុំកណាខ្ញុំអញ្ចឹងយើងកើតពីផែនដីហ្នឹងមានដូនតារបស់យើងយ៉ាងហ្នឹងយើងគប្បីគោរពប្រណិប័តតាមលំអានរបស់គាត់លេខអីនឹងគាត់ឲ្យពោឲ្យជ័យយើងឲ្យសុខឲ្យចម្រើនទេណាស់តែយើងតេះដៀលតែគាត់វាចេះវាចុះវាល្ងងវាធ្វើតាមតចេះចុះទៅផោគ្នាចុះផោគ្នាឡើងគាត់ខ្លះគាត់ផោមែនតែផោឲ្យមនុស្សចូលវត្តឲ្យគាត់ផោទៅតែដល់និយាយត្រង់ដោយសពថ្ងៃពេកមនុស្សលែងចង់ចូលវត្តមិនអញ្ចឹងមើលលោកឯកឧត្តមលោកទាវម្សិលចូលវត្តបានប្រហែលដងហើយអត់មិនបាច់ប្រាប់ក៏ដឹងដែរហេតុអីបានមិនសូវចូលវត្តអត់បានសុខវត្តសពថ្ងៃទេណាតែពីដើមអត់ទេអាសន្នអញទីរត់ទៅវត្តតាកូនយំមិនបាត់ក៏រត់ទៅរវត្តដែរមែនទេដល់ទៅកូនវាយំដល់រត់ចូលវត្តទៅបាត់យំគេហៅសុខដល់សុខអញ្ចឹងនាំគ្នាទៅវត្តសិលមិនទាន់ទេទៅវត្តហើយយើងឃើញអញ្ចឹងមែនទេពីដើមទៅកើតអាសន្នអន់ក្រទៅគឺទៅសម្រងទៅបូងសួងក្នុងវត្តទៅទេវតាដែលលោកថែរក្សាព្រះវិហារបច្ចេតីប្រស្រីពោធិព្រឹកលោកអាណិតលោកស្រឡាញ់ទៅលោកជួយឲ្យបានសុខទៅមនុស្សចេះតែនាំគ្នាចូលវត្តដល់រាប់ថ្ងៃដល់តែរាល់ថ្ងៃលុបបំបត្តិអាកាសបួងសួងបន់សំតាមវត្តហ្នឹងហើយមនុស្សលែងចូលវត្តដឹងចូលធ្វើអីចូលទៅឮតែប្រគុណម្ចាស់គ្រប់ព្រះអង្គធ្វើអូនថាអូខ្វះជាងពហិខ្វះជាងកត់តែអញ្ចឹងលោកក៏លំបាកប្រសក់ក៏លំបាកមិនមានណាចូលវត្តទៀតមិនចេះព្រោះអីព្រ
ព្រោះតែវាខ្វះគ្នាពុទ្ធសាសនាតែខ្វះលំអមេឃធាងជុំវិញអញ្ចឹងបុរាណលោកខ្លាចអញ្ចឹងណាព្រោះលោកគិតថាមនុស្សវាមានវិស័យគំនិតខុសគ្នាអ្នកណាដែលលោកមានបញ្ញាបរមត្ថខ្លាំងក្លាលោកឃើញអត្តសក្តីពិតតែអ្នកណាដែលលោកមានបញ្ញាទន់ទាបខ្សោយលោកឃើញតែហេតុបច្ចុប្បន្នដូចថ្ងៃហ្នឹងអញ្ចឹងបើមកស្ដាប់ធម៌ទេសនាមិនមែនមកច្រើនប៉ុណ្្នឹងទេតែមកព្រោះមួយយ៉ាងនោះទៀតហើយដល់ពេលពង្រួមទាំងពីរយ៉ាងហ្នឹងឲ្យចូលគ្នាទៅឥឡូវចម្រើនឬក៏ចំណេញឬក៏ខាតបើគេចូលតែម្នាក់500ក៏កឋិនហ្នឹងបានច្រើនដែរនេះហើយណាជាទិដ្ឋភាពជាក់ស្ដែងក្នុងការពង្រួមជំនឿនិងសាសនាហើយខ្ញុំបកណាខ្ញុំអត់មែនអ្នកជ្រុលនិយមទេមិនមែនគ្រូស្រោចទឹកស្ដោះផ្លុំខ្សែចកេះខ្សែកថាឬក៏មិនមែនអ្នកដែលប្រកាន់យកឲ្យត្រង់ត្រូវតាមផ្លូវណាម្ខាងទេខ្ញុំបកណាខ្ញុំនៅកណ្ដាលព្រោះអីខ្ញុំកណាខ្ញុំបួសនេះឲ្យទិសចំពោះពុទ្ធសាសនាអញ្ចឹងពុទ្ធដីកាមានប៉ុណ្ណាខ្ញុំកណាសិក្សាស្វែងរកតាមជាក់ស្ដែងតែឈាមពិតពូជពិតកំណើតពិតខ្ញុំកណាខ្ញុំខ្មែរអញ្ចឹងបើបុរាណរបស់ខ្ញុំកណាដូនតាខ្ញុំគាត់មានអីខ្ញុំកណាខ្ញុំក៏ថែរបស់គាត់អញ្ចឹងដែរបើនិយាយជាក់ស្ដែងព្រះអង្គនៅនឹងចិត្តផែនដីសម័យប្រទេសឥណ្ឌានោះទេអាម៉េចបើខ្ញុំបួសក្នុងពុទ្ធសាសនាប្រុងមកចោលវប្បធម៌ខ្មែរកាន់យកបែបឥណ្ឌាទាំងអស់ទៅហើយអានេះបើនិយាយយកខុសយកត្រូវទៀតណាតែមិនចង់អីពុទ្ធអង្គលោកទុកផ្លូវត្រង់សម្រាប់មនុស្សជាតិទេវតាមាព្រំទាំងអស់មានផ្លូវជាមជ្ឈមាបដិបទាតែខ្ញុំពុកណាខ្ញុំដឹងថាខ្លួនខ្ញុំកណាខ្ញុំទោះដើរត្រង់លើផ្លូវនេះក៏បញ្ជាក់អំពីវត្តដាក់នេះបានក្នុងជាតិនេះដែរអញ្ចឹងហើយទើបខ្ញុំកណាខ្ញុំសង្គ្រោះដល់វប្បធម៌ខ្ញុំកណាខ្ញុំសង្គ្រោះដល់ប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្ញុំកណាខ្ញុំខ្លាចវាបាត់ខ្លាចវាបង់កុំឲ្យប្រទេសនេះយូរទៅលែងមានក្បួនលែងមានខ្នាតខ្លួនឯងទៅយកតែរបស់គេមកប្រើគ្មាននេះតែបំបត្តិទាំងអស់ដោយខ្ញុំកណាខ្ញុំនិយាយមិញអញ្ចឹងអាចារ្យខ្មែរធ្លាក់កោតហើយតែឥឡូវឡើងវិញហើយណានឹងប្រគុណម្ចាស់ព្រះអង្គមេត្តាជ្រាបគិតមើលអាចារ្យខ្មែរមុនងាប់ទៅសូត្រធម៌កៅវតាឲ្យចំកន្លះខែទល់មិនស្លាប់ហើយដុតហើយទៀតទៅយាមផ្ទះឲ្យមួយថ្ងៃពីរថ្ងៃទៀតកុំឲ្យខ្លាចរងាប់ផ្ទះរងាប់ផ្លូវរងាប់មកឈូសអស់ហើយគេជូន 100000 ក5គីឡូគេគាត់មកច្អុលទិសលិចកើតជើងត្បូងតែងទួច$1000មិនបានអញ្ចឹងមកពីយើងអត់នាំគ្នាលើកតម្កើងគ្នាឥឡូវប្រសង់ក្នុងវត្តរស់អាស្រ័យអាចារ្យរស់អាស្រ័យប្រសង់ដល់អាចារ្យចោតប្រសង់ខុសប្រសង់ចោតអាចារ្យខុសគេរត់ទៅរកឯនោះវាត្រូវរបស់គេហើយបើលោកសង្ឃចោតគ្នាតែកុំធ្វើតាមអាចារ្យណាអាចារ្យរត់ទៅព្រំមាញ់អាចារ្យចោតលោកសង្ឃតែកុំទៅធ្វើតាមលោកសង្ឃចោតប្រពៃណីទំនៀមទម្លាប់អស់ហើយដល់អាចារ្យលោកឆ្លោះហើយដេកប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងកូនចៅបែកខ្ញែកគ្នាអញ្ចឹងអញ្ចឹងសពថ្ងៃនេះវាឆ្លោះតែរបស់ឯងឆ្លោះតែនឹងគេឪម៉ែខ្លួនឯងចែកឲ្យដល់របស់គេចូលមកចេះតែសេរីទៅដោយសារតែអាចុះឡើងហ្នឹងហើយបានតែចូលវត្តយូរសឹងបាត់ប្រពៃណីអស់ស្លៀកក្បិនហូលប្រមួងពៀននេះអីទៅទៀតសឹងបាត់អស់ព្រោះតែចម្រងចម្រាស់ពេកអញ្ចឹងលៃយ៉ាងម៉េចសូមឲ្យយើងកុំចម្រងចម្រាស់គ្នាបន្តទៅទៀតអីលោកប្រាជ្ញកវីបណ្ឌិតបកែខាងណាលោកជំរុញខាងហ្នឹងទៅតែកុំទៅរុញមួយទាញមួយគេមិនសុខចិត្តទេលោកកុំរុញមួយទាញមួយគេមិនសុខចិត្តទេអញ្ចឹងដៃឆ្វេងកុំរុញដៃស្ដាំកុំទាញលោកធ្វើអីបានធ្វើទៅអ្នកណាជ្រះថ្លានឹងធម៌ណាចូលទៅបដិបត្តិក្នុងសំណាក់ធម៌នោះទៅបានមកវិញនៅការសុខដុមរមណីយកម្មផ្នែកជំនឿនិងសាសនារក្សាឲ្យបានមកវិញនៅប្រពៃណីទំនៀមទម្លាប់លើកតម្កើងនៅខឿនវប្បធម៌អរិយធម៌ប្រពៃណីជាតិតែសូមប្រកបដោយបញ្ញាកុំជឿប្រកបដោយទិដ្ឋិឲ្យជ្រុលហួសប្រមាណការជឿប្រកបដោយបញ្ញាស្មារតីឲ្យត្រឹមត្រូវផងដោយខ្ញុំកណាខ្ញុំនិយាយឲ្យរឿងពាក់មាសអញ្ចឹងណាខ្ញុំកណាខ្ញុំខ្លាចអស់លោកចាញ់បោកគេនឹងឲ្យបានតែខំឲ្យទិញមាសពាក់ទៅព្រោះអាទិញមាសពាក់នេះវាអត់ចេះបោកទៅណាទេលោកទាំងអស់យកលុយទៅទិញចែកកាច់ខ្នាយតាន់ណា$1000-2000អាសន្នអន់ក្រត្រូវការលក់អត់ចេញទេមានណាគេទិញយើងទេហើយបើលោកទិញមាសពាក់អង្គខ្លួនអាសន្នអន់ក្រយប់ស្មានណាថ្ងៃស្មានណាលក់បានទេបើសិនតែខ្ញុំកណាខ្ញុំថាឥឡូវកូនចៅអើយទិញមាសមកម្នាក់មកជីម្នាក់មកហ៊ុនមកឲ្យអាត្មាមកបានសុកហើយអាហ្នឹងសំតាបារម្ភយ៉ាងនេះយ៉ាងនោះណាលោកណាអានេះទិញពាក់ខ្លួនឯងសោះ
này ngày có pay ai pay mà la tớiจะ pay មែនតើ pay ខ្លាចខ្ញុំកណាបោករឿងមាសបងប្អូនកូនចៅខ្ញុំកណាអត់មានណាអ្នកលក់មាសទេហើយលោកទិញពាក់ខ្លួនឯងទៅប៉ាកែទេប៉ាកែមែនណាលោកសំបីតែបល័យអាគុំអោមអាមអីក៏គេថាព្រិចព្រិចព្រាយព្រាយពុនរាយឆ្ងាស់ដូចមាសដែរគេមិនដែលចោលទេបោះបីតែសាយថ្លៃស្មើសវណ្ណាយកមកចង់ដៃកូនកាងហើយចង់ដៃស្អីក៏យកមាសមកធ្វើត្រីមុខដែរសម័យបែកចេញពីលោកពោតនៅយកមាសទៅដូងកបានទៀតបោះពុំលុយលើពិភពលោកត្រូវការមាសទៅតម្កល់ទៀតអញ្ចឹងមាសវាអត់ចង្រៃទេផ្ទះណាមានមាសច្រើនធប់អាចធ្វើមិនត្រូវទេបើធ្មប់ណាចង់ធ្វើយើងត្រូវធ្មប់នឹងមានមាសច្រើនជាងយើងដែលលើកពាក្យថារិស័យទេរិស័យខ្ពស់ព្រោះមានវត្ថុជាសិរីមង្គលច្រើនអញ្ចឹងវត្ថុអ្វីជាសិរីមង្គលអាត្មាឆ្លើយថាមាសបើលោកណាមានមាសច្រើនហើយថាអត់សិរីមង្គលទៀតអានឹងមិនដឹងថាម៉េចទេអញ្ចឹងជំនឿទាំងអស់សូមឲ្យបានមកវិញនៅការរួបរวมគ្នាសាមគ្គីគ្នាកុំឆ្លោះទាស់តែងគ្នារឿងជំនឿអីឧទាហរណ៍ថាដូចជាជំនឿចុះពោះវិចិត្របើគេស្ដោះមកផែនវិជាវាស្ដោះទៅក៏ប្រកាន់អីសម្បើម្លេះមិនចឹងដែលជួបទេដែលជួបអាពោះចឹកឲ្យស្ដោះទៅជាទេអានោះមិនវានេះដែរណាបើចាំឡើយទៅរកពេទ្យដូចថាយើងពីដើមនៅព្រំដែនអីទៅរកពេទ្យណានចាស់ថ្លៃហើយដល់មែនតែនរបស់អស់ហ្នឹងវាមិនអត់ប្រយោជន៍អីវាមានប្រយោជន៍ដែរពេលដែលយើងត្រូវការយើងទៅឆ្លោះតោះតែងរឿងហ្នឹងទៀតចិត្តតែនាំគ្នាជឿតែក្តីតែផ្ដាស់ជឿមិនចាំបើស្ដោះគេជាកើតបោសហើយយកទៅពេទ្យមើលបញ្ជាដល់ឲ្យគេស្ដោះផែតទៅវិជាកើតរើមអីទៅបិទឆ្នាំបញ្ជាដល់គេស្ដោះផែតទៅវិជាក្មេងវាស្រែកដេកយកពេលយប់ឡើងបើគេស្ដោះផែតទៅវិជាឲ្យគេស្ដោះទៅឆ្លោះតោះតែងរឿងហ្នឹងធ្វើអីនេះធ្វើអញ្ចឹងវាមិនត្រូវផ្នែកពុទ្ធសាសនាអរិយធម៌អរិយសច្ចៈទេថាវាមែនហើយតែមនុស្សមិនបានគិតសច្ចៈទេបើកូនគេពងអាយមមកសច្ចៈមិនសច្ចៈរឿងមួយដុំសំខាន់កូនខ្ញុំបាត់យមសិនគេស្រឡាញ់កូនជាងជាអរិយសច្ចៈធម៌មិនអញ្ចឹងតែបើសិនជាលោកគ្រូនឹងគាត់ស្ដោះកូននឹងផែតទៅវិជាគ្រូនឹងចង់និយាយអាសច្ចៈធម៌ក្នុងរុនក្តាមហ្នឹងគេគោរពតាមដែរព្រោះមនុស្សគោរពតាមទៅវាបានសុខមនុស្សមិនសូវរកសុខក្នុងលោកគាត់តរៈខាងមុខឯណាទេគាត់ចង់បានអាឃើញជាក់ស្ដែងហ្នឹងដីគាត់លក់វាមិនដាច់ដល់គាត់ចូលវត្តទៅលក់ដៃគាត់ចូលវត្តទៀតហ្នឹងឯងនៅមិនអញ្ចឹងលោកណាចឹងហើយឆ្លោះតោះតែងគ្នាមិនអីទេមិនបានប្រយោជន៍អីទេហើយលោកណាដែលលោកមានបញ្ញាបច្ចាធិខ្ពង់ខ្ពស់ជ្រៅជ្រះលោកទៅសិក្សាព្រះអភិធម្មបរិមត្តក្តីលោកទៅសិក្សាវិបស្សនាកម្មដ្ឋានក្តីក៏ខ្ញុំកណាខ្ញុំជ្រះថ្លាអនុមោទនាយ៉ាងក្រៃលែងណាស់ព្រោះលោកបានដើរលើផ្លូវត្រង់ផ្លូវលឿនយានដែលមានភាពរហ័សឆាប់រកផ្លូវឃើញចេញចាក់វត្តដាក់នេះតែបើលោកណាដែលលោកមិនមានបញ្ញាបាធិរកផ្លូវលឿនផ្លូវឃើញបានទេលោកទាំងឡាយដើរតាមផ្លូវបច្ចុប្បន្នក៏អាស្រ័យដោយទិដ្ឋិជាកល្យាណមិត្តចោះជាចុងក្រោយខ្ញុំបកណាខ្ញុំសូមផ្ដាំថាសូមឲ្យលោកទាំងឡាយកុំមានសេចក្តីប្រមាទកុំបីមានសេចក្តីធ្វេសប្រហែសក្នុងកិច្ចការងារទាំងឡាយទាំងពួងអ្វីដែលយើងមើលឃើញមានអ្វីដែលយើងមើលមិនឃើញក៏មិនប្រកាសថាគ្មានដែរបើយើងប្រមាទក្រែងលោកផលនៃការប្រមាទបានមកវិញនៅភាពដែលមិនគប់ប្រសើរសូមឲ្យយើងគោរពជឿជាក់ដោយសេចក្តីស្មោះត្រង់និងជាចុងក្រោយសូមឲ្យមានសាមគ្គីភាពរស់ក្នុងសង្គមមួយសហគមន៍មួយភូមិមួយឃុំមួយស្រុកមួយខេត្តមួយប្រកបដោយការរួបរวมសាមគ្គីគ្នាវិញជាធ្លុងមួយរក្សាឲ្យបាននៅសុខសុវត្ថិភាពស្ថិរភាពសាមគ្គីភាពញ៉ាំងភាពត្រចះត្រចង់រុងរឿងឲ្យដល់សង្គមជាតិយើងតាំងតែពេលនេះតទៅធម្មប្រសេសទេសនាមានប្រមាណប៉ុណ្ណេះសន្មត់ថានឹងបញ្ចប់តែមុនបញ្ចប់ខ្ញុំបកណាខ្ញុំម្ចាស់សូមលើកយកកងការមហាកុសលនេះទិសជូនដល់បុព្វការីជនមានមេត្តាបិតាញាតិកាទាំងឡាយរបស់អស់លោកអ្នកបកណាគុណម្ចាស់ក្នុងសង្សារវដ្តសូមឲ្យបានសម្រេចនៅចំណែកបុណ្យជាបច្ច័យណាមួយនៃការរួចចាក់ទុកមួយចំណែកទៀតសូមបានសម្រេចដល់ទេវតាព្រះឥន្ទប្រព្រំយមយៈមនុស្សអមនុស្សទាំងឡាយដែលជាអ្នកប្រាថ្នានៅបុណ្យសូមឲ្យបានសម្រេចនៅចំណែកនៃបុណ្យនេះនិងមួយចំណែកទៀតសូមបានសម្រេចដល់បកណាគុណម្ចាស់អស់លោកជាអិសរាធិបតីសមេដើមទានប្រធានដើមបុណ្យទាំងអស់សូមឲ្យបានសម្បកបជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4អាយុវណ្ណៈសុខៈពលៈសម្បត្តិទាំងឡាយ3សម្បត្តិមនុស្សសម្បត្តិទេវតាព្រះមហានិព្វានលោកទាំងឡាយបកណាគុណម្ចាស់គ្រប់ព្រះអង្គ
ប្រាថ្នានៅពលណាសម្បត្តិណានោះក៏សូមឲ្យបានសម្រេចនៅពលនោះសម្បត្តិនោះកុំបីអខានឡើយយ៉ាងធម្មទេសនាងទេសសាមិរីធម្មបសេសទេសនាដែលសម្ដែងនៅខ្ញុំកណ្ណាអាត្មាភាពក៏សន្មតថាចាប់តែប៉ុណ្ណេះឯងអេវ៉ាំង